តើនឹងមានអ្វីកើតឡើងប្រសិនបើការបដិសេធរបស់អឺរ៉ុបនៅក្នុងការគាំទ្រសហរដ្ឋអាមេរិកក្នុងចំនួនជាមួយអ៊ីរ៉ង់មិនមែនបញ្ឈប់សង្គ្រាមប៉ុន្តែបែរជាធ្វើឲ្យអង្គការ NATO ត្រូវបែកបាក់ពីខាងក្នុងទៅវិញស្ថានភាពបច្ចុប្បន្នសហរដ្ឋអាមេរិកកំពុងស្នើសុំឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនជួយគាំទ្រដល់ប្រតិបត្តិការយោធានៅមជ្ឈមបូព៌ាទោះជាយ៉ាងណាប្រទេសដូចជាអេស្ប៉ាញនិងអ៊ីតាលីបានចាប់ផ្ដើមរឹតបន្តឹងការចូលរួមរួចទៅហើយក្នុងពេលជាមួយគ្នានេះអឺរ៉ុបនៅតែពឹងផ្អែកខ្លាំងទៅលើអាមេរិកសម្រាប់សន្តិសុខរបស់ខ្លួនជាពិសេសនៅក្នុងសង្គ្រាមនៅអ៊ុយក្រែនដែលអាមេរិកគឺជាអ្នកផ្ដល់អាវុធព័ត៌មានសម្ងាត់និងថវិកាដ៏សំខាន់បំផុតផលប៉ះពាល់ដែលមើលមិនឃើញមនុស្សជាច្រើននៅអឺរ៉ុបយល់ថានេះមិនមែនជាសង្គ្រាមរបស់យើងទេប៉ុន្តែការពិតគឺមួយវិបត្តិធម្មពលជិត20%នៃប្រេងកាតពិភពលោកត្រូវដឹកជញ្ជូនតាមច្រកសមុទ្រហូមូសប្រសិនបើមានចំនួនកើតឡើងការផ្គត់ផ្គង់ធម្មពលរបស់អឺរ៉ុបនឹងរងគ្រោះមុនគេមិនមែនអាមេរិកនោះទេពីបណ្ដាញឥទ្ធិពលរបស់អ៊ីរ៉ង់តាមរយៈក្រុមដូចជា Hezbollah និង Hamas បានរីករាលដាលហួសពីមជ្ឈមបូព៌ាដែលប៉ះពាល់ទៅដល់សន្តិសុខអឺរ៉ុបដោយផ្ទាល់គ្រោះថ្នាក់ដ៏ធំបំផុតប្រសិនបើអឺរ៉ុបនិយាយថាមជ្ឈមបូព៌ាមិនមែនជាសង្គ្រាមរបស់យើងនោះទីក្រុង Washington ក៏អាចនិយាយតបវិញថាអ៊ុយក្រែនក៏មិនមែនជារឿងរបស់យើងដែរលទ្ធផលចុងក្រោយគឺការគ្រប់គ្រងពីអាមេរិកនឹងត្រូវកាត់បន្ថយអង្គការ NATO នឹងចុះខ្សោយអឺរ៉ុបនឹងត្រូវបានឯកោនៅក្នុងការប្រឈមមុខជាមួយនឹងលោក Vladimir Putin